ខ្ញុំទទួលបានសាច់រឿងពីប្រិមិត្តរបស់យើងមួយហ្នឹងគឺគាត់បានចែកម្លែកហើយគាត់បានសួរថាតើគាត់ធ្វើទង្វើបែបហ្នឹងវាខុសឬអត់វាត្រូវឬអត់អញ្ចឹងណាអញ្ចឹងចង់ដឹងថាសាច់រឿងរបស់គាត់យ៉ាងណាចាំតាមដានទស្សនាស្ដាប់ទាំងអស់គ្នាហើយកុំភ្លេចជួយ Subscribe Channel Admin ម្នាក់មួយផងព្រោះថា Admin បានបាត់មុខមករយៈហើយដោយសារតែ Subscribe ហ្នឹងវាអត់ឡើងនៅអញ្ចឹងវាអត់មានកម្លាំងចិត្តក្នុងការធ្វើវីដេអូជាបន្តបន្ទាប់អញ្ចឹងណាបងប្អូនដោយសាច់រឿងរបស់បងប្រុសដែលបានចែករំលែកមកកាន់ខ្ញុំនឹងបងប្រុសម្នាក់ហ្នឹងគាត់សុំមិនបញ្ចេញឈ្មោះទេប៉ុន្តែខ្ញុំសុំហៅឈ្មោះគាត់ថាបងរ៉ាហើយបងរ៉ាគាត់បានយកសាច់រឿងរបស់គាត់ហ្នឹងយកមកសួរនាំហើយយកមកចែករំលែកខ្ញុំថាតើទង្វើអស់ហ្នឹងវាគួរគប្បីឬអត់អញ្ចឹងណាដោយសារតែសាច់រឿងរបស់គាត់ហ្នឹងវាតាក់ទងទៅនឹងបងប្អូនស្រីរបស់គាត់ជាមួយនឹងគាត់ដែលបងប្អូនស្រីរបស់គាត់ហើយនឹងគាត់ហ្នឹងគឺថាឪពុកតែមួយប៉ុន្តែម្ដាយខុសគ្នាលក្ខណៈថាវាដូចតែបងប្អូនបង្កើតទេនិយាយឲ្យចំទៅគឺខុសតែម្ដាយទេមានន័យថាឈាមតែមួយឪពុកតែមួយហើយសាច់រឿងរបស់គាត់ហ្នឹងគឺថាគាត់បានជ្រុលជ្រោះជាមួយនឹងបងស្រីរបស់គាត់ហ្នឹងដោយសារតែពេលហ្នឹងគឺគាត់រស់នៅទីក្រុងភ្នំពេញគឺនៅបន្ទប់ជួលជាមួយគ្នាជាមួយនឹងបងស្រីរបស់គាត់ហ្នឹងហើយថ្ងៃហ្នឹងផងដែរគឺបងស្រីរបស់គាត់ហ្នឹងគឺថាគាត់ហូបស្រាសង្វឹងឡើងជួបជាំហើយមកដល់បន្ទប់វិញម៉ោងប្រហែលជាង11យប់ទៅហើយអញ្ចឹងណាហើយបងស្រីរបស់គាត់ហ្នឹងគឺមានអាយុប្រហែលជា32ឆ្នាំហើយចំណែកឯគាត់គឺទើបតែមានអាយុ26ឆ្នាំទេហើយគាត់ទាំងពីរនាក់ហ្នឹងលក្ខណៈថានៅក្នុងបន្ទប់ជួលតែមួយគ្នាគឺជាបងប្អូនមិនដែលមានគិតថាវាមានរឿងហេតុភេទបែបហ្នឹងកើតឡើងទេហើយបងរ៉ាគាត់បាននិយាយទៀតថានៅពេលដែលបងស្រីរបស់គាត់ត្រឡប់មកពីកម្មវិធីគេហើយមានអាការៈបែបស្រវឹងស្រាបែបហ្នឹងគាត់ហ្នឹងក៏បានជួយគ្រាបងស្រីរបស់គាត់ហ្នឹងមកសម្រាកនៅពេលដែលបងស្រីរបស់គាត់ហ្នឹងមកដល់បន្ទប់ជួលវិញចឹងទៅហើយនៅពេលដែលឃើញបងស្រីរបស់ខ្លួនមានអាការៈស្រវឹងបែបហ្នឹងគាត់ក៏បានប្រាប់បងស្រីនឹងដែរថាឲ្យគាត់ទៅងូតទឹកងូតអីចឹងណាដើម្បីឲ្យឆាប់ស្វាងចឹងទៅប៉ុន្តែបងស្រីគាត់លក្ខណៈថាគាត់រៀងស្រវឹងដែរអញ្ចឹងគាត់ក៏មិនបានទៅងូតទឹកងូតអីភ្លាមទេបន្តិចក្រោយមកបានបងស្រីរបស់គាត់ហ្នឹងក៏បានឡើងផ្លាស្ទិកបំពាក់ចំពងកសែងបានដើរទៅបន្ទប់ទឹកដើម្បីងូតទឹកអញ្ចឹងទៅហើយនៅពេលដែលបងស្រីរបស់គាត់ហ្នឹងងូតទឹកងូតអីហើយអញ្ចឹងបងរ៉ាគាត់នៅក្នុងបន្ទប់ហ្នឹងធម្មតាទេព្រោះអីគាត់មិនដែលនឹកស្មានថាវាមានរឿងបែបហ្នឹងកើតឡើងបងស្រីរបស់គាត់ហ្នឹងបានចេញពីបន្ទប់ទឹកមកវិញបានដើរមកជិតបងរ៉ាហើយក៏បានយកដៃចាប់ដៃបងរ៉ាហើយយកមកដាក់នៅលើដើមទ្រូងរបស់គាត់ហើយគាត់ក៏បានសួរថាហើយបងស្រីរបស់គាត់ហ្នឹងក៏បានសួរបងរ៉ាថាយើងនៅមួយគ្នារាល់ថ្ងៃហ្នឹងអត់ដែលមានគិតអីមកលើបងអីអត់អញ្ចឹងណាពួកអីយើងគ្រាន់តែបងប្អូនមែនប៉ុន្តែយើងមិនដែរខុសគ្នាឪពុកតែមួយទេអញ្ចឹងណាហើយបងរ៉ាគាត់ថាគាត់អត់ដែលគិតរឿងអីមិនល្អទៅលើបងស្រីទេព្រោះដោយសារតែគាត់គិតថាជាបងប្អូនដូចបងប្អូនបង្កើតដែរទៅហើយអញ្ចឹងណាហើយបងស្រីរបស់គាត់ហ្នឹងថ្ងៃហ្នឹងមិនដឹងថាជាមានរឿងអីបានទៅហូបស្រាសង្វឹងបែបហ្នឹងហើយក៏មកបង្ហាញទង្វើបែបហ្នឹងចំពោះបងរ៉ាអញ្ចឹងណាហើយធម្មតាទេមនុស្សប្រុសមនុស្សស្រីកាលណានៅបន្ទប់ជាមួយគ្នាហើយខាងស្រីលក្ខណៈថារៀងបើកដៃដែររឿងដែលមិនគួរកើតឡើងក៏វាបានកើតឡើងអញ្ចឹងទៅហើយបងរ៉ាគាត់បានយកសាច់រឿងហ្នឹងមកសួរខ្ញុំថានៅពេលដែលគាត់បានជ្រុលជ្រោះជាមួយនឹងបងស្រីពុកតែមួយម្ដាយខុសគ្នាជាមួយគាត់ហ្នឹងតើវាគួរគប្បីដែរឬអត់អញ្ចឹងណាបើសម្រាប់ខ្ញុំត្មងគឺវាអត់គួរកើតឡើងបានតតែសោះព្រោះអីជាបងប្អូនវាសឹងតែបងប្អូនបង្កើតទៅហើយឈាមជ័រតែមួយហើយវាមិនគួរកើតមានរឿងបែបហ្នឹងទេប៉ុន្តែអានេះវាជាការគិតរបស់មនុស្សម្នាក់រៀងៗខ្លួនប៉ុន្តែសាច់រឿងរបស់យើងហ្នឹងគឺថារឿងរ៉ាវរបស់បងរ៉ាហ្នឹងគឺគាត់បានជ្រុលជ្រោះជាមួយបងស្រីរបស់គាត់ហើយអញ្ចឹងណា